ជំរាបសួរពុកម៉ែបងប្អូនអតិថិជននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាជួបគ្នាសារជាថ្មីទៀតហើយជាមួយនឹងវីដេអូលើកនេះរៀងប្លែកដោយសារយើងលើកយកពពួកឆ្នាំងសលៃបងប្អូនអ៊ីណុកបើសិនជាខ្ញុំអត់តាន់បញ្ជាក់មុនបងប្អូនអាចច្រឡំមកប្រភេទ UA អ៊ីណុកស្បៃដែលអាចដោះលាងបានតែនេះអត់ទេវាជាឆ្នាំងសលៃដែលតម្រង់ខាងក្នុងគឺបងប្រើប្រភេទសលៃ micro filter អាច1មីក្រុង5មីក្រុងឬក៏ចា10 20វាអាស្រ័យនឹង flow ទឹកដែលបងប្អូនចង់បានហើយនឹងគុណភាពទឹកដែលបងប្អូនអាចទទួលយកបានចាអញ្ចឹងសម្រាប់ឆ្នាំងសលៃមួយនេះមែនតើបងប្អូនតើតើនឹងឆ្នាំងសលៃគឺវាមានច្រើនខ្នាតច្រើនទំហំច្រើនសាយតែប្រភេទនេះគឺយើងហៅថាឆ្នាំងសលៃ40អ៊ីងដែលអាចដាក់សលៃខាងក្នុងបាន10ដើមទៅយកចេញចូលរបស់វា60ហើយវាជាអ៊ីណុក304សាច់ក្រាស់ដូចខ្ញុំជំរាបជូនគឺឆ្នាំងសលៃជាទូទៅមាន10អ៊ីងឈ្នួលក្នុងប្រភេទ2តកឡា20អ៊ីងឈ្នួលក្នុង51 cm 30អ៊ីង7តកឡាហើយនិង40អ៊ីងដែលបងប្អូនកំពុងតែឃើញនៅក្នុងវីដេអូនេះដែលឈ្នួលក្នុងបងប្អូនអាចដាក់ជាប្រភេទ3ដើម5ដើម7ដើម10ដើមតែសម្រាប់40អ៊ីងជាទូទៅគឺគេនិយមប្រើ10ដើមតែមិនមែនបានន័យថា7ដើម5ដើមអត់មានទេមានបងប្អូនណាចាវាអាស្រ័យទេដូចខ្ញុំជំរាបជូនអញ្ចឹងចាហើយសម្រាប់ឆ្នាំងសលៃនេះគឺខ្ញុំ highly recommend មែនតើចាដូចជំរាបជូនទី1គឺជា Inox 304សាច់ក្រាស់ទី2នេះបងប្អូនឃើញអាក្បាលខាងកន្លែងនេះដែលចាប់ជាមួយនឹងកម្របវាជាប្រភេទ ring អានេះគឺវាធន់នឹងសម្ពាធមែនតើណាបងប្អូនចាជាពិសេសតែម្ដងបងប្អូនដែលគាត់រត់យក flow ទឹករៀងច្រើនចាហើយប្រើជាមួយនឹងសម្ពាធរៀងខ្ពស់អញ្ចឹងមិនបាច់បារម្ភថាវានឹងផ្ទុះអីទេណាបងប្អូនចាហើយសម្រាប់ឆ្នាំងសលៃនេះបងដែលគាត់ជាជាងត្រូវការយកទៅតឡើងម៉ាស៊ីនថ្មីសម្រាប់បងប្អូនអតិថិជនរបស់គាត់ឬក៏បងដែលគាត់មានប្រព័ន្ធចម្រោះដូចជាធុងស្មាច់ខាងក្រោយនេះហើយអានេះបងប្អូនអាចប្រើជាមួយនឹងធុងមកកាត់ហុកក៏បានឬក៏កៅក៏បានដែរចាវាអូខេពីព្រោះអីទៅយកចិញ្ចោវាហុកហើយវារត់បានរហូតដល់10ម៉ែត្រគីបក្នុង1ម៉ោងណាបងប្អូនចាហើយមួយវិញទៀតបងដែលគាត់មានជាម៉ាស៊ីនផលិតទឹកសុទ្ធហើយគាត់នៅកំពុងតែជួបបញ្ហាលក្ខណៈថាទឹករបស់គាត់ហ្នឹងគឺវាកកវាទៅឆាប់ស្ទះបដូរអីចឹងគាត់ត្រូវការដកម្ដងទៀតនៅកកដីកំតិចកំទីចាប៉ុន្តែគាត់ត្រូវការ flow ទឹករៀងខ្លាំងមែនតើណាពួកគេហៅថា filter ឬក៏អីដែលវាមានតួនាទីដកកកគឺមានច្រើនយ៉ាងប៉ុន្តែអានេះគឺខ្ញុំ highly recommend ដោយសារគឺវាងាយស្រួលនៅក្នុងការប្រើប្រាស់ហើយវាមានភាពធន់អញ្ចឹងបងប្អូនចាចំពោះឆ្នាំងនេះបើសិនជាបងទិញយកទៅតឡើងខ្លួនឯងការតឡើងគឺអត់ពិបាកទេគឺងាយស្រួលខ្លាំងមែនតើចាបងប្អូនអាចមើលបានអានេះវាមានកម្របអូនសុំមើលយកកម្របយើងដាក់មកខាងនេះសិនមកចាដើម្បីឲ្យបងប្អូនអតិថិជនឲ្យគាត់ដឹងឃើញថាអូកម្របរបស់វាបែបម៉េចដោយសារអានេះគឺវាធ្ងន់ណាបងប្អូនខ្ញុំលើកខ្លួនឯងអត់កើតទេចាវាធ្ងន់ណាចាដល់តែអូនគាត់កម្លាំងប្រុសអញ្ចឹងទៅគាត់ខ្លាំងចាអញ្ចឹងគាត់អាចលើកយកមកដាក់បាននេះអានេះឃើញទេបងប្អូនអាអូរីងនេះដូចខ្ញុំជំរាបជូនអញ្ចឹងគឺវាងាយស្រួលប្រើយើងអត់ភ័យខ្លាចបាត់ទេហើយដូចជំរាបជូនគឺវាធន់នឹងសម្ពាធចាណាចាអញ្ចឹងពេលដែលបងប្អូនត្រូវការតឡើងបងប្អូនបើកតានឹងអញ្ចឹងមកណាចាខ្ញុំជួយជាគំរូឲ្យបងប្អូនមើលទេហើយគឺយើងអាចយកបានហើយយើងមិនបាច់ថាអូត្រូវរកថង់មួយសម្រាប់ចាប់ខ្ចៅករណីបងចាប់វីព្រោះអាវីក៏គេមានដែរតែអាវីជាទូទៅគឺយើងប្រើប្រភេទ7ដើមអីចឹងណាបងប្អូនឬក៏5ដើមអូខេអូនជួយបើកអានេះចេញចាអញ្ចឹងបងប្អូនមើលខាងក្នុងដើម្បីមើលពីរបៀបតឡើងណាពេលដែលតឡើងបងប្អូននេះអានេះសលៃយើងត្រូវទេចាអូនជួយដាក់នេះបងប្អូនហើយអានេះវាមានអាកម្របសៀលរបស់វាចានេះចាវាមានខាងក្រោមគឺយើងដាក់បែបហ្នឹងដូចអូនកំពុងតែបង្ហាញជូនគឺយើងដាក់នៅខាងក្រោមចាហើយយើងវាមានរុនរបស់វាបងប្អូនចារុនរបស់អាវងអ៊ីណុកមួយខាងក្នុងហ្នឹងណាចាអញ្ចឹងគឺយើងដាក់ចូលនៅក្នុងហ្នឹងមកហើយឲ្យត្រូវតាមកឡោនរបស់វាណាបងប្អូនចាដូចគ្នាទេទីព្រោះអានេះគឺខាងខ្ញុំដាក់ឲ្យដើម្បីកុំឲ្យវីដេអូហ្នឹងវាវែងពេកអញ្ចឹងបងប្អូនចាអញ្ចឹងគឺយើងកាត់តែក៏នៅតែបង្ហាញជូនបងប្អូនមើលកាន់តែច្បាស់អញ្ចឹងចាអញ្ចឹងអាពណ៌នេះគឺយើងដាក់នៅខាងលើនេះមកហើយរុញឲ្យវាកັບជាមួយនឹងសលៃអញ្ចឹងទៅបងប្អូនចាពេលដែលដាក់ហើយអីហើយក៏ធ្វើការក្របចាកម្របមកវិញគឺវារួចជាការស្រេចនិយាយទៅការតឡើងគឺងាយនេះគេមានជាន់របស់គេនេះមួយទៀតដើម្បីទប់កុំឲ្យវារត់រេរំទៅណាទៅណីអញ្ចឹងបងប្អូនចាហ្នឹងហើយយើងដាក់ឲ្យចូលប្រឡោះនេះមកព្រោះប្រឡោះហ្នឹងគេស្វានគេខួងឲ្យស្រេចទេគេដាក់មកស្រេចចេញពីរោងចក្រមកអានេះបងប្អូនមិនខ្ញុំធ្វើនៅហ្នឹងទេគឺរោងចក្រគេមកគឺមានស្រេចអញ្ចឹងពេលដែលបងប្អូនយកទៅគឺមានដូចអីដែលឃើញលើកលែងតែសលៃទេចាសលៃបងប្អូនអាចទិញក្រៅបងចង់ឲ្យរួមក៏បានក៏ខ្ញុំគុណដើមតាមនឹងអញ្ចឹងណាចាតែបើថាគ្រឿងនេះអាពពុះជ័រខាងលើហើយនឹងអាស្អីនេះគឺវាមាននៅក្នុងនឹងហើយស្រេចទេបងប្អូនចាគេដាក់ជ័រនឹងហើយក៏មានអ៊ីណុកគេមកតាំងទៀតដើម្បីទប់ចាកុំឲ្យវាសម្ពាធបុកខ្លាំងពេកមួយទៀតករណីដែលយើងដាក់វាមិនបានឲ្យវាចូលក្លប់ល្អអញ្ចឹងទៅវាអាចនឹងខ្ទាតឬក៏អីចឹងទៅចាអញ្ចឹងយើងរៀបចំបែបហ្នឹងមកបងប្អូនការតឡើងគឺងាយខ្លាំងមែនតើណាចាពី1 2 3 4 5រហូតដល់10អញ្ចឹងទៅគឺវារួចជាការស្រេចតែម្ដងគ្រប់គម្របចា
về đài cầu cùng rộp hai ní ô này kia miền chào qua kia tia cha làm bay tục đó mình đã tập phần năng hai ní hề mình phần năng hai chop với bong ôn cha ai mơ ban á cha đặc biệt là làng cứ nghe làng mền tẹt bong ôn hay kia miền rong miền ấy bạc kia như tao mà cặp lê sách đôi chùm hiệp chun chẳng hay ở phên ní à thông minh bo à năng rồi lấy đó á ở phên thông minh cao tại bà bong ôn pra cha á mong trời ca cầm măng vô mình không có ban này ở bánh ha thì anh ai cầm măng ban thì ta đặt vẫn ta đòi trà này chẳng tới dân vô trôi bị rồng chạm màu chẳng có bông ồn trà nè mình bao việc thẳng đi chẳng có bông ồn nè rồi nhé ồn anh mơ bán là cái bộ phê mình cào bông tiền tại mình không máu trà xong mình không máu to máu cứ rồi chỉ cả sạch tạm đòn cứ nghi nghi khăn mình tàn to tranh to trồi ta lãng dự bài đằng máu ôi nghi khăn nè chà ok ồn đã cầm rộp máu nằm bay ai bong ôn khơi thả ôiแต่ละแบบvậy tới bong เพราะគាត់ឆ្លាតឆ្លាតបកាយគាត់នេះរីក៏បកាយដែរចាតែគាត់ថាយើងបាក់លើកតិចស្អីស្អីព្រោះនេះទៅប្រើកម្លាំងតិចចឹងបងប្អូនចានេះពេលធ្វើហើយនឹងដាក់មកវិញណាយើងអត់មានបាក់ទៅដើររអូយចៅខ្ញុំនៅឯណាទីណាកន្លែងណាអត់បាក់ទេចាដាក់វាបែបនេះមកគឺអូខេហើយងាយខ្លាំងមែនតើអានេះខាងខ្ញុំគាត់តែមូតុបឲ្យបងប្អូនមើលទេចាវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនពុកម៉ែបងប្អូនដែលតែងតែតាមដានហើយកុំភ្លេចជួយ Subscribe Channel YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទាក់ទងនឹងការច្រោះទឹកក៏ដូចជាបន្សុទ្ធទឹកចាហើយសូមបើសិនជាបងប្អូនត្រូវការចង់ដឹងសាកសួរព័ត៌មានបន្ថែមអាច comment នៅខាងក្រោមវីដេអូ YouTube ឬក៏តម្លាក់លេខ Telegram បងប្អូនក៏បានឬក៏បងប្អូនត្រូវការលឿនចាដោយសារ YouTube ពួកយើងអាចថាមិនបើកប្រចាំថ្ងៃចាប៉ុន្តែយើងនឹងព្យាយាមតបសារឲ្យលឿនណាបងប្អូនចាតែបងប្អូនអាចតាក់ទង call ទៅ direct ឬក៏លេខ Telegram 090 669499ឬក៏តាក់ទងមក page ក៏បានដែរ page គឺដូច channel YouTube ចឹង Best Team Water Engineering ចាអរគុណច្រើនពុកម៉ែបងប្អូនជម្រាបលា